យុត្តមការរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងជាសមាជិកទី1នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនារសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរនឹងចូលកាន់មុខតំណែងឯកឧត្តមគុជកំឡុងព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តកណ្ដាលជំនួសឯកឧត្តមលាវស្រេងដែលត្រូវបានផ្ទេរនឹងតែងតាំងជាព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តព្រះសីហនុមានប្រសាសន៍ក្នុងពិធីនោះឯកឧត្តមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានថ្លែងអំណរគុណដល់ឯកឧត្តមលាវស្រេងដែលបានបំពេញតួនាទីភារកិច្ចមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅខេត្តកណ្ដាលលើក្របខ័ណ្ឌកិច្ចការតុលាការនិងយុត្តិធម៌សង្គមឯកឧត្តមអភិបាលខេត្តសង្ឃឹមជឿជាក់ថាសាលាដំបងខេត្តកណ្ដាលនឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញនិងវិជ្ជាជីវៈក្រមសីលធម៌ការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ស្ថាប័ននិងផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អប្រសើរនេះឱកាសនោះឯកឧត្តមការរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធម៌បានគូបញ្ជាក់ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃសាលាជំរះក្តីគ្រប់ជាន់ថ្នាក់និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើការកែតម្រង់ច្បាប់និងប្រព័ន្ធយុតិធធម៌ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពន្លឿនការដោះស្រាយសំណុំរឿងនិងភាពមិនប្រក្រតីតាមតុលាការឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនិងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាពសុចរិតភាពដោយត្រូវប្រកាន់ខ្ជាប់នៅអនាគតធម៌ទាំង4និងសុគតិធម៌ទាំង5នៅពេលជំនុំជម្រះក្តីនិងអភិក្រមដ៏ថ្លៃថ្លាទាំង5ដើម្បីឲ្យការកែតម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ